អូនណាខ្លះដែលឆ្ងល់ថាហេតុអីបានជាថៃប្រឹងសាងសង់សំណង់រឹងជាច្រើននៅលើទឹកដីដែលកំពុងមានចំនួនឬក៏ជាទឹកដីដែលថៃកំពុងតែកាន់កាប់ដោយខុសច្បាប់តាមពិតទៅអ្វីដែលថៃកំពុងតែធ្វើនោះគឺជាគំនិតមួយដែលសែនឆ្លាតនិងដើម្បីកែប្រែស្ថានភាពពីការគ្រប់គ្រងដោយខុសច្បាប់ទៅជាការគ្រប់គ្រងដោយស្របច្បាប់ហើយក៏បំណងដែលថៃកំពុងតែធ្វើនោះគឺមាន4ធំទី1គឺការបង្កើតតថភាពជាក់ស្ដែងថៃប្រឹងសាងសង់សំណង់រឹងជាច្រើននៅលើទឹកដីរបស់កម្ពុជាគឺដើម្បីបង្ហាញទៅអន្តរជាតិថាថៃគឺមានសិទ្ធិនៅលើទឹកដីនឹងហើយបងប្អូនត្រូវចាំថាកាលណាតែមានសំណង់រឹងកាន់តែច្រើនមានមនុស្សរស់នៅកាន់តែយូរនោះវានឹងកាន់តែពិបាកសម្រាប់កម្ពុជាក្នុងការចរចាយកទឹកដីនឹងមកវិញឬក៏ពិបាកក្នុងការទាមទារឲ្យថៃរុះរើសំណង់ទាំងអស់នឹងទៅតាមផ្លូវច្បាប់ទី2គឺការពង្រឹងពេលយោធាថៃប្រឹងសាងសង់សំណង់ប៉ុស្តិ៍បន្ទាយនិងផ្លូវយុទ្ធសាស្ត្រផ្សេងៗគឺដើម្បីគ្រប់គ្រងភូមិសាស្ត្រខ្ពស់ៗគឺដើម្បីត្រៀមលក្ខណៈករណីមានការវាយបកពីកម្ពុជាទី3គឺការលេបតបាក់វប្បធម៌ការសាងសង់រូបសំណាកឬក៏វត្តអារាមតាមលក្ខណៈរចនាបថបែបថៃនៅលើតំបន់ប្រវត្តិសាស្ត្ររបស់ខ្មែរគឺដើម្បីធ្វើឲ្យអ្នកចំនួនក្រោយយល់ច្រឡំថាទឹកដីនឹងគឺជាទឹកដីរបស់ថៃតាំងពីបរមបុរាណទី4គឺការបង្កើនអំណាចចរចាថៃប្រើប្រាស់សំណង់ទាំងអស់នេះជាចំណាប់ខ្មាំងឬប្រៀបឈ្នះក្នុងការចរចាបបអង្គរព្រំដែននាពេលអនាគតហើយថៃនឹងមិនព្រមដកថយទៅបន្តព្រំដែនដើមឡើយសរុបជារួមមកអ្វីដែលថៃកំពុងតែធ្វើនឹងគឺជាយុទ្ធសាស្ត្រនៃការឈ្នះពានដោយប្រើសំណង់រឹងគឺដើម្បីកាន់កាប់តំបន់ដែលថៃកំពុងតែគ្រប់គ្រងពីខុសច្បាប់ទៅជាស្របច្បាប់